របៀបមើល candle ខ្លាំងនិង candle ខ្សោយមុននឹងពេលវាឡើងមុននឹងពេលវាចុះដើម្បីចូលដល់វីដេអូបកស្រាយលម្អិតសម្រាប់បងប្អូនដែលចង់រៀនអំពីទីផ្សារ Forex ចង់ចេះពីទីផ្សារ Forex ពីវាមិនចេះសោះឬក៏បងប្អូនចង់បាន account ដែលមាន leverage 1លើ2000ដកដាក់លុយ0បងប្អូនអាចចូលរៀនជាមួយការខ្ញុំបានគ្រាន់តែ comment តែ yes ឬក៏ okay នៅក្នុងវីដេអូមួយនេះអូខេបងប្អូនខ្ញុំនឹងប្រាប់បងប្អូនពីរបៀបនៃការមើល candle យ៉ាងម៉េចទឹកដឹងថា candle ហ្នឹងជា candle ខ្លាំងឬក៏ជា candle ខ្សោយហើយយើង trim buy នៅពេលណាអញ្ចឹងសំណួរសួរថាបាទនៅក្នុងកន្លែងនេះបងប្អូនណាសំណួរសួរថាហេតុអ្វីបានជាវាឡើងបាទកន្លែងនេះបាទកន្លែងនេះបាទផ្សារកន្លែងនេះហេតុអីបានជាវាឡើងបាទកន្លែងសំណួរយើងសួរបាទហើយមួយទៀតយើងសួរថាហេតុអីបានជាចុះនេះបាទហេតុអីបានជាផ្សារនេះចុះបាទហេតុអីបានជាផ្សារចុះបាទហេតុអីបានជាចុះអញ្ចឹងយើងត្រូវសួរសំណួរសួរថាហេតុអីបានចុះបាទហើយត្រង់ពីចំណុចហ្នឹងតើយើងសម្គាល់កន្លែងណាអញ្ចឹងខ្ញុំមកបង្ហាញពីចំណុចទី1ព្រោះណាចំណុចទី1បងប្អូនមើល candle ពណ៌ខៀវបាទ candle ពណ៌ខៀវនេះបងប្អូនឃើញ candle ពណ៌ខៀវហ្នឹងឯងអញ្ចឹងប្រសិនបើ candle ហ្នឹងស្រាប់តែវាថយមានន័យថាអាខ្ទុយទីខាងក្រោមហ្នឹងវាជីវិតឬក៏សាដូអញ្ចឹងនៅពេលណាដែល body របស់វាកាន់តែថយកាន់តែខ្សោយទៅមានន័យថាកម្លាំងអ្នកលក់គឺចាប់ផ្ដើមអស់កម្លាំងអ្នកលក់ចាប់ផ្ដើមអស់អញ្ចឹងវានឹងបដូរមកកម្លាំងអ្នកទិញខ្លាំងវិញអញ្ចឹងបានវាឡើងបាទអាហ្នឹងរបៀបមើលទី1បាទរបៀបមើលទី1បងប្អូនឃើញអានេះបងប្អូនឃើញ candle ចុងក្រោយពណ៌សនេះកម្លាំងអ្នកទិញហ្នឹងគឺចាប់ផ្ដើមអស់កម្លាំងអ្នកទិញចាប់ផ្ដើមអស់ថយចុះបាទកតុយវិកនឹងកាន់តែវែងអញ្ចឹងវាធ្វើឲ្យផ្សារនឹងធ្លាក់ចុះបាទនេះវាដល់ candle នេះក៏ឃើញវិករបស់វាចុះដែរនេះអញ្ចឹងបានវាចុះខ្លាំងបាទហើយកន្លែងនេះដូចគ្នាបងប្អូនឃើញទេបាទកន្លែងនេះបាទនៅក្នុង candle នឹងដូចគ្នាបងប្អូនឃើញកម្លាំងនេះកម្លាំងអ្នកលក់គឺចាប់ផ្ដើមអស់ចាប់ផ្ដើមឡើងអ្នកទិញវិញអញ្ចឹងអានឹងគឺជាការចំណាំនៃកលឹះបាទនេះកលឹះដែលឲ្យបងប្អូនមើលពី candle របស់ផ្សារងាយហើយបងប្អូនអាចគប់ផ្សំជាមួយនឹងរូបមន្តផ្សេងៗទៀតដើម្បីឲ្យការវិភាគបងប្អូនកាន់តែស៊ីជម្រៅបាទអញ្ចឹងបើសិនជាចូលចិត្តវីដេអូមួយនេះ follow for more កុំភ្លេចជួយទៅចូល subscribe channel Telegram ដែលមាននៅខាងលើឬក៏ខាងលើ profile ឬក៏ក្រោម profile TikTok ឬក៏ page ដើម្បីបងប្អូនមាន channel បាទទទួលបាននៅព័ត៌មានថ្មីៗនិងព័ត៌មានមេរៀនអរគុណច្រើន